ហើយសាច់រឿងក៏បានចាប់ផ្ដើមនៅខួបលើកទី10របស់ Game Glory ដែលជា Game MMORPG ដ៏ពេញនិយមដែលមានអ្នកលេងជាង130លាននាក់នៅទូទាំងពិភពលោកនៅក្នុងពិភពកីឡាអេឡិចត្រូនិកកីឡាករខ្លាំងម្នាក់ឈ្មោះថា Yi Xing ដែលត្រូវបានគេដាក់រហស្សនាមថាជា Battle God ក្រុមការដឹកនាំរបស់គាត់ក្រុមរបស់គាត់ឈ្មោះថា Excellent Era បានឈ្នះជើងឯកចំនួន3លើកជាប់ៗគ្នាប៉ុន្តែពេលវេលារបស់គាត់ជាប្រធានក្រុមក៏បានបញ្ចប់ក្លឹបមានកីឡាករថ្មីឈ្មោះថា Sun Xiang គេមិនត្រឹមតែចូលកាន់តំណែងជាប្រធានក្រុមប៉ុណ្ណោះទេប៉ុន្តែគេក៏បានលួចយក One Atom Leaf ដែលជាតួអង្គមេឃដ៏ល្បីល្បាញរបស់ Yi Xing ផងដែរយីត្រូវបានគេដាក់កំហិតនៅពេលដែលគាត់បញ្ចប់កិច្ចសន្យារបស់គាត់ត្រូវតែប្រកាសជាសាធារណៈអំពីការចូលនិវត្តន៍របស់គាត់ដោយហាមគាត់មិនឲ្យលេងក្នុងកម្រិតអាជីពឬធ្វើការនៅក្រៅឆាកឡើយក្រោយមកគាត់ក៏បានជ្រើសរើសផ្លូវចូលនិវត្តន៍ដោយការចាក់ចេញពីទីស្នាក់ការកណ្ដាលរបស់ក្លឹបធ្វើឲ្យអតីតមិត្តរួមក្រុមរបស់គាត់ឈ្មោះថា Mu Sheng បានសួរថាគាត់ថាតើគាត់នឹងធ្វើអ្វីបន្តទៀតឥឡូវនេះគាត់ប្រាប់នាងថាគាត់នឹងសម្រាក1ឆ្នាំមុនពេលត្រឡប់ទៅលេង Game Glory វិញបន្ទាប់មកគាត់ក៏ដើរមកដល់ហាង Happy Internet Cafe យីសាវក៏បានចូលទៅហើយដើរទៅកាន់កុំព្យូទ័រដោយទុកលេខសម្គាល់របស់គាត់នៅ counter ឆិនហ្គូដែលជាម្ចាស់ហាងកំពុងចាញ់42ដងជាប់គ្នាខណៈដែលយីដឹងថានាងកំពុងលេង Game Glory ដោយការខឹងសម្បានាងក៏បានក្រោកឡើងហើយដើរចេញទៅរហូតដល់មាននរណាម្នាក់ប្រាប់នាងថាគណនីរបស់នាងកំពុងមានគេលេងនាងបានត្រឡប់មកវិញដោយបញ្ញាបញ្ញាលហើយនាងក៏បានភ្ញាក់ផ្អើលនៅពេលដែលឃើញយីសាវបានបំបែកកំណត់ត្រាចាញ់របស់នាងក្នុងរយៈពេលតែ40វិនាទីប៉ុណ្ណោះដោយអួតថាវានឹងចំណាយពេលត្រឹមតែ30វិនាទីប៉ុណ្ណោះប្រសិនបើដៃគាត់មិនត្រជាក់ខ្លាំងនោះទេនាងសន្មតថាគាត់ច្បាស់ជាកីឡាករអាជីពមិនខានហើយនោះគឺជាយីសាវដែលជាសមាជិកតែមួយគត់របស់ Excellent Era ដែលគ្មាននរណាម្នាក់ធ្លាប់ឃើញគាត់ផ្ទាល់ភ្នែកឡើយនាងឆក់យកកាតរបស់គាត់នៅពេលដែលបុគ្គលិកព្យាយាមឲ្យកាតទៅយីវិញនាងមានការខកចិត្តនៅពេលដែលនាងបានអានឈ្មោះពិតរបស់គាត់យីដឹងថាពួកគេកំពុងរើសអ្នកគ្រប់គ្រងពេលយប់ហើយគាត់ក៏បានសុំការងារធ្វើឆេននឹងយល់ព្រមលុះត្រាតែគាត់អាចយកឈ្នះនាងមួយស្មើបានជាអកុសលយីក៏បានបោះបង់ចោលបានរបស់គាត់បន្ទាប់មកគាត់ក៏ចាំបានថាសប្តាហ៍ទី10នឹងបើកដំណើរការនៅយប់នោះហើយក៏បានដកកាត First Edition របស់គាត់ចេញមកឆេនស្រឡាំងកាំងដោយបានឃើញកាតនោះហើយនាងក៏បានដឹងថាយីគឺបានលេងហ្គេម10ឆ្នាំមកហើយខណៈដែលនាងទើបតែលេងបាន5ឆ្នាំប៉ុណ្ណោះនាងប្រាប់យីថាការងារគឺជារបស់គាត់បើសិនបើគាត់អាចកំដរនាងលេងហ្គេមដាច់យប់បានserver ក៏បានបើកហើយឆេនក៏បានឃើញយីកំពុងអានការណែនាំថ្មីដោយបញ្យល់នាងថាគាត់មិនបានលេងហ្គេមដែលចាប់ផ្ដើមពីដំបូងនឹងច្រើនឆ្នាំមកហើយបន្ទាប់ពីអានសេចក្តីណែនាំមួយចំនួនហើយយីសាវក៏បានយកអាវុធប្រាក់មួយដែលមានឈ្មោះថា My Red Manifestation Umbrella ចំណែកឯឆេនវិញបានកេងលក់យ៉ាងលឿនបន្ទាប់ពីយីត្រឡប់មកពីបន្ទប់ទឹកវិញដូច្នេះយីក៏បានសម្រេចចិត្តចូលរួមជាមួយក្រុមហើយវាយបោះមួយដែលមានឈ្មោះថា Midnight Phantom Cat នៅពេលដែលក្រុមចូលទៅក្នុង Green Forest Dungeon អ្នកលេងតួអង្គ Sleeping Moon ម្នាក់បានដឹកនាំក្រុមនិងបង្រៀនអ្នកថ្មីថ្មោងឲ្យលេងប៉ុន្តែនៅពេលដែលបោះបានបង្ហាញខ្លួន Sleeping Moon បានទុកឲ្យពួកគេស្លាប់ដើម្បីយកអីវ៉ាន់ទាំងអស់តែម្នាក់ឯងយីសាវបានដឹងហើយបានបដិសេធមិនដាក់ឈាមឲ្យគាត់នោះទេខណៈដែលអ្នកផ្សេងទៀតស្លាប់អស់ Sleeping Moon ព្យាយាមសុំឲ្យបានពាក់កណ្ដាលពីយីប៉ុន្តែយីមិនព្រមនោះទេដោយសារតែគាត់ចង់បានវាទាំងអស់នៅពេលដែល Sleeping Moon បានស្លាប់គឺនៅតែយីសាវប៉ុណ្ណោះដែលតួអង្គរបស់គាត់គឺមានឈ្មោះថា Lord Grim តទល់នឹងបោះ The Midnight Cat តែម្នាក់ឯងឆេនភ្ញាក់ឡើងក៏បានឃើញយីកំពុងតែវាយមួយដៃសម្លាប់បោះនោះវាក៏ជាការសម្លាប់លើកដំបូងនៅក្នុង server ផងដែរយីភ្លាមនោះក៏ទទួលបានផ្ទាំងដែលពោពេញទៅដោយសារអត់បានការចោទប្រកាន់គាត់ពីបទចូលរួមការបោកប្រាស់ជាមួយនឹង Sleeping Moon បន្ទាប់ពីការសម្លាប់ The Midnight Cat មួយផ្សេងទៀតក្រុមក៏បានទៅវាយនៅរូងពីងពីងដែលជាការយកឈ្នះដងចិនមួយផ្សេងទៀតជាលើកដំបូងក្នុង server ផងដែរនេះក៏ទទួលបានការចាប់អារម្មណ៍ពី Blue River ដែលក្រុមរបស់ពួកគេនៅខ្វះតែ10វិនាទីប៉ុណ្ណោះពីការឈ្នះដងចិននោះពួកគេគិតថាគាត់ប្រកាសជាកីឡាករអាជីពម្នាក់ដូច្នេះ Blue River ប្រាប់គ្នាឲ្យចាប់ផ្ដើមតាមរក Lord Grim Sleeping Moon បានឲ្យ Lord Grim ធ្វើជាមេក្រុមដោយស្ទាក់ស្ទើរនៅពេលដែលក្រុមនេះពិបាកវាយទៅលើបោះអាត់កម្មាំងមួយបន្ទាប់មកយីសាវបានណែនាំកូនក្រុមទាំងអស់ឲ្យប្រើ skill stand របស់ពួកគេទៅលើបោះដែលជាផែនការដែលគាត់ទើបតែបង្កើតដោយផ្អែកលើសមាជិកក្រុមដោយធ្វើការរួមគ្នាពួកគេក៏បានយកឈ្នះបោះនោះ Blue River និងក្រុមរបស់គាត់និយាយអំពី Lord Grim និងរបៀបដែល Sleeping Moon ឆាតអត់ឈប់ហើយបង្ខូចកេរ្តិ៍ឈ្មោះរបស់យីតលតែទទួលបានសារពី server ថា Lord Grim បានសម្លាប់បោះមួយទៀតហើយដែលជាការប្រកាសរៀបរាប់លម្អិតពីការយកឈ្នះបោះអាត់កម្មាំងមួយយីសាវពិនិត្យមើលសាររបស់គាត់ហើយនៅលើអេក្រង់ពោពេញទៅដោយ friend invite
ពី Blue River ហើយគាត់ក៏ទទួលវាភ្លាម Blue River បញ្យល់ថាគាត់មកពី Blue Frog Guild ហើយតួអង្គរបស់គាត់គឺ Blue Bridge Spring Snow គាត់សូមឲ្យ Lord Grim ជួយវាយ Frost Forest Dungeon ជាលើកទី1ប៉ុន្តែ level របស់គាត់មិនគ្រប់គ្រាន់ទេដូច្នេះហើយពួកគេក៏សម្រេចចិត្តវាយឲ្យបានលឿនដើម្បីយក item ប៉ុណ្ណោះយីសូមសម្រាប់គុំ item កម្រហើយពួកគេក៏បានព្រមព្រៀងគ្នាពេលញាក់ពីគេយីឃើញហាងកាហ្វេទាំងមូលភ្ជាប់ទៅនឹងទូរទស្សន៍ដែល Excellent Era កំពុងផ្ដល់សន្និសីទដែលប្រកាសពីការចូលនិវត្តន៍របស់យីឆាវដើម្បីឲ្យអ្នកគ្រប់គ្រងមានការខកចិត្តឆិននិយាយទាំងទឹកភ្នែកចោទយីថាមិនខ្វល់នាងនៅតែមិនជឿគាត់ថាជាយីឆាវហើយថាគាត់យកចិត្តទុកដាក់លើសពីអ្វីដែលនាងនឹងដឹងត្រឡប់មកក្នុងហ្គេមវិញ Lord Grim ក៏បានបង្ហាញខ្លួននៅក្នុង Dungeon Frost Forest ដែលសមាជិក Blue Brook Guild កំពុងរងចាំនៅតែមិនមានជំនាញច្បាស់លាស់ហើយនៅតែផ្ដល់ការបញ្ជាគាត់ក៏បានបោះបង់ចោលយុទ្ធសាស្ត្រនិងស្នើសុំការផ្លាស់ប្ដូរជួរក្រុមទាំងមូលប្រសិនបើពួកគេចង់បំបែកពេលវេលាកំណត់ត្រានោះសមាជិក Guild ក៏បានតាមគាត់ Blue River ចាប់ផ្ដើមខឹងប៉ុន្តែគាត់ក៏ច្រឡំដោយអ្នកផ្សេងទៀតដែរ Lord Grim ស្នើឲ្យពួកគេដក One Way Rush ចេញដែលធ្វើឲ្យក្រុមភ្ញាក់ផ្អើលដោយគិតថាគាត់និយាយលេង Lord Grim បានហុំព័ទ្ធទៅដោយវងបិសាចវាមើលទៅដូចជាចុងបញ្ចប់របស់គាត់ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ Lord Grim ក៏បានប្រើ skill C-Sec របស់គាត់ដើម្បីកិច្ចហើយសូម្បីតែ Megia Blue Brook ក៏មិនអាចធ្វើវាបានដែរគាត់ចាប់ផ្ដើមប្រើចលនាដែលមានតែតួអង្គ Unspecialized ប៉ុណ្ណោះដែលអាចធ្វើវាបានទោះបីជាសមាជិក Guild និយាយថាមានតែមនុស្សឈ្ងួតប៉ុណ្ណោះដែលជ្រើសរើសប្រើទម្លងរែងបែបនេះដែលមានការបង្វែរអារម្មណ៍ពី Grim ពួកគេមិនដឹងថាវងបិសាចកំពុងតម្រង់ទៅរកពួកគេទេនៅពេលនោះដែរ Grim ក៏បានចាប់ដើមបញ្ជាក្រុមក៏បានចាប់ដើមធ្វើសកម្មភាពដោយធ្វើអ្វីគ្រប់យ៉ាងតាមដែលគាត់បានណែនាំហើយពួកគេក៏ទទួលបានកំណត់ត្រាថ្មីនៅ Frost Forest Dungeon ផងដែរដោយចំណាយរយៈពេល20នាទី24វិនាទី.11 Blue River អួតពីជ័យជំនះរបស់គាត់ហើយអួតទៅហ្គាផ្សេងទៀតថា Lord Grim បានចូលរួមជាផ្លូវការជាមួយនឹង Blue Brook ប៉ុន្តែសម្រាប់តែរយៈពេលនៃការវាយដងចិនប៉ុណ្ណោះហើយយីក៏បានចាក់ចេញពីឆាតយ៉ាងលឿនឆិនក៏បានទទួលទូរស័ព្ទពីមិត្តរបស់នាងតាំងរូនៅថ្ងៃបន្ទាប់ហើយបញ្ញាទៅជួបនាងខណៈដែលនាងក៏បានមកដល់ទីក្រុងហើយនៅហាងកាហ្វេឆិនសូមឲ្យតាំង way player ម្នាក់ដែលនាងវេចាញ់តាំងបានយកឈ្នះការប្រកួតដោយមិនប្រឹងប្រែងយីក៏បានសម្គាល់ឃើញថាតាំងមានអត្រាល្បឿននៃការចុច keyboard ខ្ពស់គាត់ឈប់ស្ងៀមនៅពេលដែលតាំងនិយាយថា game នេះស្រួលលេងពេកហើយដូច្នេះឆិនក៏បានឲ្យយីវៃមួយស្មើជាមួយនឹងតាំងយីព្យាយាមធ្វើឲ្យវាគួរឲ្យចាប់អារម្មណ៍ដោយការដាក់ភ្នាល់តិចតួចហើយតាំងច្បាស់ជាបានភ្លក់នៅរសជាតិអ្វីមួយដែលនាងមិនធ្លាប់មានពីមុនមកគឺការបរាជ័យដ៏ជូរចត់យីទទួលស្គាល់ថាតាំងមានដៃលឿនប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៅក្នុង game Glory ប៉ុណ្ណោះគាត់បានចង្អុលបង្ហាញពីផ្នែកដែលតាំងត្រូវកែលម្អដោយនិយាយលេងថាវានឹងត្រូវការពេល100ឆ្នាំដើម្បីទទួលបានភាពល្អប្រសើរប៉ុន្តែតាំងមិនអាចនិយាយលេងសើចបានទេនាងបន្តការភ្នាល់ប៉ុន្តែវាហាក់ដូចជាមិនឈ្នះនោះទេមោទនភាពរបស់នាងមិនអនុញ្ញាតឲ្យនាងឈប់នោះទេហើយនាងក៏បានចាញ់ការប្រកួតនឹងលុយជាច្រើនផងដែរតាំងសុំគណនី Glory ពីឆានដោយស្បត់ថានាងនឹងយកឈ្នះយីតាំងចិត្តថានឹងទទួលបានទំនុកចិត្តឡើងវិញដោយទទួលបានការគណនី Glory ផ្ទាល់ខ្លួនរបស់នាងតាំងក៏បានបង្កើតតួអង្គដំបូងរបស់នាងដែលមានឈ្មោះថា Soft Miss នាងស្ទើរតែសម្រេចចិត្តលេងតួអង្គ Unspecialized ដូចយីទៅហើយតែឆានព្រមមានប្រឆាំងនឹងវាដោយយីប្រើអាវុធដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់តួអង្គរបស់គាត់ដូច្នេះហើយនាងក៏សម្រេចចិត្តលេងជា Bottom Mage វិញយីផ្ដល់ការបង្រៀនទៅនាងដែលវាមានអាយុ9ឆ្នាំទៅហើយដោយគាត់ជាអ្នកសរសេរវាគាត់សម្របសម្រួលនិងធ្វើការអាប់ដេតការណែនាំជាប្រចាំនៅក្នុងហ្គេមយីក៏បានដឹងពីការនិយាយគ្នាអំពីបោះមួយដែលបានបង្ហាញខ្លួនជាមួយផ្សែងមួយហើយបោះនោះគឺមានឈ្មោះថា Blood Gunner Yak ហ្គីលកម្ពុជាទាំង3កំពុងរងចាំដើម្បីសម្លាប់បោះនោះដោយជជែកគ្នាអំពីការបង្កើតក្រុមខណៈដែលអ្នកថ្មីថ្មោងម្នាក់វាយបោះម្នាក់ឯងដែលសមាជិកក្រុម2នាក់ទៀតនៅពីក្រោយគាត់ដំបូងគាត់មើលទៅហាក់ដូចជាជើងចាស់រហូតដល់គាត់បានធ្វើកំហុសគួរឲ្យអាម៉ាស់មួយចំនួន Lord Grim ក៏បានបង្ហាញខ្លួនដោយជួយសង្គ្រោះម្នាក់នោះហើយម្នាក់នោះគឺមានឈ្មោះថា Steamban Invasion ដោយឲ្យចូលរួមក្រុមជាមួយគាត់ដោយធ្វើតាមការណែនាំរបស់ Grim ក្រុមក៏ទទួលបានភាពតាក់ទាញយ៉ាងឆាប់រហ័សដោយរៀនពីការសហការគ្នានៅពេលនោះទីបញ្ចុះសពក៏បានបើកឡើងស៊ុំប៊ីចំនួន100ក្បាលក៏បានងើបចេញពីភ្នូររបស់ពួកគេដែលធ្វើឲ្យសមាជិក Guild ភ្ញាក់ផ្អើល Grim ត្រូវតែបញ្ចេញ200 hit combo ដើម្បីឲ្យបោះឈួតយីសាវប្រាប់ពួកគេកុំគិតពី Guild ហើយរត់ទៅ Steamban Invasion និងអ្នកផ្សេងទៀតក៏ធ្វើតាមឲ្យយកបោះទៅជាមួយពួកគេផងដែរនៅពេលដែលពួកគេរត់គេចខ្លួន Sleeping Moon និងសមាជិកក្រុម Full Moon Guild 2នាក់ទៀតបានបង្ហាញខ្លួនដើម្បីជួយ Guild ផ្សេងទៀតគឺយឺតពេកហើយ System ក៏បានប្រកាសពីការសម្លាប់ដំបូងរបស់បោះ
ប្រឡាត់យ៉ាងនៅយ៉ាបានទៅលើ Lord Grim និងក្រុមរបស់គាត់ Blue River បាន add friend មកយីសាវហើយអង្វរយីឲ្យជួយ Way for Forest ជាមួយនឹង Gear របស់គាត់ម្ដងទៀតតែយីនិយាយថាគាត់មានការណាត់ជួបមួយជាមួយ Gear គូប្រជែងគឺ Gear Tyrannical Ambition ខណៈក្រោកពីកុំព្យូទ័ររបស់គាត់ការប្រកាសមួយផ្សេងទៀតក៏បានលើកឡើង Excellent Dynasty ទទួលបានកំណត់ត្រាថ្មីនៅ For Forest ដោយប្រើរយៈពេល13នាទី24វិនាទីចុច21ប្រធានក្រុម Tyranny Han Wei-Sing ទទួលបានព័ត៌មានគួរឲ្យចាប់អារម្មណ៍ពីមិត្តរួមក្រុមរបស់គាត់ឈ្មោះថាចាងឈិនជាគាត់គិតថាយីសាវកំពុងជួយ Excellent Dynasty បង្កើតកំណត់ត្រា For Forest ប៉ុន្តែយីសាវកំពុងប្រមូលផ្ដុំក្រុមតខ្លួនរបស់គាត់ទៅវិញនោះទេដែលមានដូចជា Brawler, Bottleneck និង Launcher Chen ទាមទារចង់ដឹងថា Launcher នឹងជាអ្នកណាយីក៏បាននិយាយថាគឺជាមនុស្សនៅក្នុងចិត្តការផ្សាយបន្តផ្ទាល់ការប្រកួតចាក់ផ្សាយនៅក្នុងហាងកាហ្វេនៅយប់នោះ Excellent Dynasty ទល់នឹង301ដឺក្រេសុនឆាងលេងជា One Autumn Leaf មើលទៅគាត់នឹងឈ្នះទោះបីជាវ័យ1ទល់នឹង3ក៏ដោយយីនិយាយថាបើមិនដូច្នោះទេ Excellent Era នឹងចាញ់ការប្រកួតទាំងមូលគាត់និយាយត្រូវការងារជាក្រុមរបស់ពួកគេធ្វើមិនបានល្អនោះទេហើយ301ដឺក្រេរៀបនឹងឈ្នះការប្រកួតទៅហើយប៉ុន្តែភ្លើងក៏បានដាច់មុនពេលលទ្ធផលនៃការប្រកួតបានប្រកាសក្រោយមកពួកគេក៏បានដឹងថា301ដឺក្រេគឺជាអ្នកឈ្នះពិតប្រាកដថារូនិងយីសាវកំពុងមើលខាខុសត្រូវនៅ counter ហាងកាហ្វេខណៈដែល Li Hao និង Shen Yuhei ចូលមកហៅមើលទៅសង្វឹងច្បាស់ណាស់ហើយក៏បានឃើញយីសាវហើយចាប់ផ្ដើមនិយាយចំអកអតីតប្រធានក្រុមរបស់គាត់សម្រាប់ការបង្រៀនគាត់យីក្រោកឈរឡើងហើយនិយាយទៅកាន់ហៅដោយបង្ហាញពីការបរាជ័យទាំងអស់របស់គាត់ក្នុងនាមជាកីឡាករមុនពេលបណ្ដេញពួកគេចេញដោយសំដៅលើសញ្ញាដែលនិយាយពីសិទ្ធិរបស់ហាងកាហ្វេក្នុងការបណ្ដេញអតិថិជនស្រវឹងត្រឡប់មកវិញនៅលើសប្តាហ៍ទី10ការប្រមូលផ្ដុំនៅខាងក្រៅ Frost Forest ដែលកំពុងតែរៀបចំដើម្បីចូលទៅ Elementalist ម្នាក់មកពី Tyrannical Ambition ឈ្មោះថា Crowd Lover បានជួបជាមួយនឹង Lord Grim, Steam Animation និងតួអង្គ Soft Mist របស់ທາງមានការភ្ញាក់ផ្អើលនៅពេលដឹងថាក្រុមនេះគឺមាននូបដល់ទៅ2នាក់មិនពេលចូលទៅ Launcher Cleansing Mist បង្ហាញខ្លួនដើម្បីបំពេញក្រុម Crowd Lover មិនដឹងថាល្បឿនដៃរបស់អ្នកថ្មីថ្មោងខ្ពស់ប៉ុណ្ណាទេអ្វីៗចាប់ផ្ដើមមើលទៅរញ៉េរញ៉ៃនៅពេលដែល Cleansing Mist ប្រើ Delivery Gun ដែលជាចលនាជំនាញរបស់ Launcher ដែលទាក់ទាញការចាប់អារម្មណ៍របស់ Crowd Lover ហើយគាត់ក៏ចាប់ផ្ដើមសង្ស័យពីអ្នកលេងនៅពីក្រោយតួអង្គស្រីនោះក្លែកមើលនៅក្នុងបន្ទប់មួយដែលមានរូបភាពយីសាវនិង2អ្នកទៀត Su Musheng អតីតមិត្តរួមក្រុមរបស់គាត់នៅ Excellent Era និងជាអ្នកលេងតួអង្គ Launcher ដ៏អាជីពម្នាក់យីសាវប្រាប់ Musheng ថាកុំឲ្យប្រើចលនាអាជីពដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេបន្ទាប់មកយីក៏បានណែនាំថាឲ្យវឹកហាត់នៅ Frost Forest និង Steam Animation ផ្ដោតទៅលើសម្ភារៈបន្ទាប់មកយីសាវក៏បានធ្វើការ level up អាវុធរបស់គាត់ពួកគេទាំងអស់គ្នាបានត្រៀមខ្លួនដើម្បីវាយ Frost Forest ម្ដងទៀតដោយបានយកឈ្នះកំណត់ត្រាដោយជោគជ័យនៅរយៈពេល13នាទី5វិនាទីចុច47ប៉ុន្តែពួកគេកាន់កាប់វាមិនបានយូរនោះទេ Excellent Dynasty ចូលវាយហើយឈ្នះកំណត់ត្រារបស់ពួកគេខាងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតកំណត់ត្រាមួយទៀតតែយីប្រាប់នាងថាលុះត្រាតែពួកគេឈានដល់ level 25 Li Hao ដែលជាអនុប្រធានក្រុម Excellent Era បន្ទាប់ពីការចាក់ចេញរបស់យីគាត់នៅតែខឹងសម្បារចំពោះយប់នោះនិងសមិទ្ធផលទាំងអស់របស់ Lord Grim គាត់បង្កើតតួអង្គថ្មីមួយឈ្មោះថា Hateful Sword ដែលតាមដានក្រុមរបស់យីបានបដិសេធសំណើចូលក្រុមរបស់គេហើយក៏ប្រជែងគាត់ឲ្យប្រកួតជំនួសវិញជាថ្មីម្ដងទៀតយីក៏បានបដិសេធហើយយីប្រាប់ហៅថាឲ្យទៅប្រកួតជាមួយនឹង Steam Animation ទៅដោយសារតែពួកគេទាំងពីរគឺមាន level ស្មើគ្នាបន្ទាប់មក Hateful Sword ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្រុមដើម្បីវាយដងចិនបនយ៉ាតដែលយីសាវដាក់ចេញនៅយុទ្ធសាស្ត្រថ្មីដើម្បីបង្កើតកំណត់ត្រាថ្មីហើយបានចំណាយពេលពេញមួយថ្ងៃនៅលើ server ទី10ដោយផ្លេចការប្រកួតរបស់គាត់ជាមួយនឹងហួងសាវធៀននៅយប់នោះដោយមិនបានត្រៀមខ្លួនហើយក៏បានចាញ់ Excellent Dynasty បង្កើតកំណត់ត្រាថ្មីមួយដោយលួចយកយុទ្ធសាស្ត្របនយ៉ាតរបស់យីសាវហើយផ្ញើសារឌឺទៅយីសាវតាមក្រោយហើយក៏ត្រូវបានចាប់បានផងដែរនៅពេលដែលយីសាវហៅឈ្មោះរបស់គាត់ដោយដឹងថាគាត់ជាហៅតាំងពីយូរមកហើយនៅអាចកម្បាំងម្នាក់ដែលលាក់ខ្លួននៅខាងក្រៅហាងកាហ្វេដោយក្រវីដៃទៅកាន់យីសាវក៏បានធ្វើចលនាឲ្យគាត់ទៅជួបនៅខាងក្រោយនៅពេលដែលនៅតែ2នាក់អ្នកនោះក៏បានបង្ហាញខ្លួនឯងថាជាហួងសាវធៀនដែលជាអនុប្រធានក្រុម Blue Ren ដែលមានរហស្សនាមថា Sword Swan ដោយការចូលលេងជាមួយនឹងតួអង្គ Flowing Tree ហួងចូលរួមជាមួយនឹងក្រុមយីសាវដើម្បីរកយុទ្ធសាស្ត្រថ្មីដើម្បីផ្ដួលកំណត់ត្រាបនយ៉ាត
ពួកគេនឹងចាប់សត្រូវនៅពីមុខច្រាំងថ្មចោតនិងសន្សំវិនាទីដ៏មានតម្លៃដោយមានជំនួយពីហួងនិងអាវុធថ្មីដែលពួកគេទទួលបានពីការប្រយុទ្ធដែលពួកគេទៅតែធ្វើបានជាមួយហាវយីសាវមានទំនុកចិត្តថាពួកគេអាចយកឈ្នះកំណត់ត្រានេះពួកគេចូលរួមជាមួយនឹង Blue Brook Hill ដោយត្រៀមខ្លួនសម្រាប់ការវាយនៅក្នុងដងចិន Lord Grim Cleansing Mist Soft Mist Simban Invasion និង Flowing Tree បានបង្កើតកំណត់ត្រាថ្មីរបស់ Boneyard ក្នុងរយៈពេល16នាទី24វិនាទី.67ហួងឆ្ងល់ថាហេតុអ្វីបានជាយីសាវចូលនិវត្តន៍គឺដោយសារតែមូឆេងដោយនាងនឹងបញ្ចប់កងត្រាដែលនៅសេសសល់រយៈពេល1ឆ្នាំកន្លះរបស់នាងដូច្នេះយីនឹងត្រឡប់ទៅវិញរហូតដល់ពេលនោះមកដល់នៅក្នុងក្រុមឆាត Megiel មកពី Blue Brook និង Tyrannical Ambition ពិភាក្សាអំពីការអាប់ដេតថ្មីនៅលើ server ទី10ពួកគេមានការប៉ុនច្រឡំដោយមានចំនួនអ្នកខ្លាំងលាក់ខ្លួនច្រើនលើសលប់ចំណែកឯមេក្រុម Herb Garden វិញក៏បាននៅស្ងៀមនៅពេលដែលយីសាវហ្វឹកហាត់ជាមួយនឹងថាង Steamban Invasion Sleeping Moon និង Seven Fear ពួកគេមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលពួកគេដោយនោះគឺជា Plan Tango Seed ជាមេក្រុមរបស់ Herb Garden នោះឯង Tango Seed នោះក៏បានបើកការវាយប្រហារមកលើក្រុមយីសាវសូម្បីតែ Bowsy ដែលជា Steamban Invasion និងល្បឿនដៃរបស់ Soft Mist របស់ថាងនោះក៏មិនអាចរារាំងគាត់បានដែរ Lord Grim ក៏បានចូលទៅប្រយុទ្ធដើម្បីការពារក្រុមរបស់គាត់ដោយមានការភ្ញាក់ផ្អើលយីសាវក៏បានគិតថាវាមិនមែនជា Plan Tango Seed នោះទេប៉ុន្តែមាននរណាម្នាក់គ្រប់គ្រងតួអង្គរបស់គាត់ហើយនោះគឺជាវាងជាស៊ីប្រធានក្រុមរបស់ Tiny Herb មានរហស្សនាម5ដែលបានផ្ដល់ឲ្យតួអង្គកម្ពុជាទាំង5ដូចជា Battle God King of Fighting Sword Saint Great Gunner និង Magician ដែលវាងស៊ីជាអ្នកលេងមិនមែនជាតួអង្គនេះទេពីព្រោះក្បាច់ប្រយុទ្ធរបស់គាត់គឺប្លែកនិងអាចបត់បែនបានដែលមិនអាចទាយទុកមុនបានវាងយេស៊ីប្រាប់កៅយិងជាថាឲ្យផ្ដល់កាតគណនីថ្មីឲ្យក្រុមបំរុងដែលនៅសេសសល់ដោយណែនាំពួកគេឲ្យសម្លាប់ Lord Grim ហើយពួកគេក៏បានចេញដំណើរទៅរក Lord Grim នៅក្នុង Desolate Land Cloudy Heaven និង Ascent Moon ប្រញាប់ប្រញាល់វាយប្រហារ Lord Grim Lord Grim ក៏បានគេចញាក់ទាំងពីរដែលធ្វើឲ្យពួកគេទាំងពីរនោះវាយគ្នាឯងហើយ Lord Grim ក៏បានវាយ Cloudy Heaven ដោយប្រើ skill Vancing Step ដូច្នេះគាត់មិនអាចផ្លាស់ទីដោយការវាយប្រហារឥតឈប់ឈរពីកន្លែងងងឹតរបស់គូប្រកួតនោះទេវាងជាស៊ីបានបង្ហាញមុខជាមួយសមាជិក Tiny Herb ដែលនៅសេសសល់ប្រធានក្រុមក៏បានប្រកាសពីការវឹកហាត់ថ្មីគឺតាមសម្រាប់ Lord Grim ដែលជាបោះខ្លាំងបំផុតនៅក្នុង Game Glory បន្ទាប់ពីបានឃើញ Lord Grim លេងប្រធានក្រុម Tiny Herb ប្រកាស 80% ថាអ្នកលេងនៅពីក្រោយតួអង្គនេះគឺគ្មាននរណាក្រៅពីយីឆាវនោះទេសង្ឃឹមថាយីឆាវមានជីវិត9ព្រោះវាមើលទៅដូចជាឆ្មាដែលលោតចេញពីកាបូបអញ្ចឹង Tiny Herb ក៏បានវាយប្រហារឥតឈប់ឈររបស់ខ្លួនមកលើ Lord Grim នៅថ្ងៃបន្ទាប់ទីបំផុតដោយទ្រាំលេងបាន Lord Grim ក៏បានហៅក្រុម Tiny Herb ទាំងមូលប្រយុទ្ធជាមួយនឹងគាត់ក្នុងពេលតែមួយនៅពេលដែលសួរថាពួកគេធ្លាប់បានប្រយុទ្ធជាមួយនឹងតួអង្គ Unspecialized ពីមុនមកដែរឬទេដោយពួកគេក៏បានចូលទៅក្នុងអន្ទាក់ហើយវាយប្រហារទាំងអស់ក្នុងពេលតែមួយប៉ុន្តែយីសាវមានផែនការផ្សេងគាត់បានគេចពីការវាយប្រហាររបស់ពួកគេហើយរត់គេចពួកគេដេញតាមហើយក៏ឃើញយីសាវលោតពីលើអគារហើយក៏បិទហ្គេមទៅ Soft Mist រំខានការនិយាយដ៏ប៉ិនប្រសប់របស់ប្រធានក្រុមវាងប៉ុន្តែជំនួសឲ្យសម្លេងរបស់ថាងពួកគេឮយីសាវតាម microphone យីប្រជែងពួកគេក្នុងការប្រយុទ្ធនៅសង្វៀនគាត់មានលក្ខខណ្ឌតែមួយគត់គឺពួកគេត្រូវផ្ដួលថាងរូជាមុនសិនថាងរូចាញ់ការប្រយុទ្ធជាមួយកីឡាករអាជីពប៉ុន្តែឥឡូវថាងរូចិត្តខ្លាំងជាងមុននាងមិនព្រមចោះចាញ់ទេពួកគេធ្វើដំណើរទៅកាន់សង្វៀនដែលជាកន្លែងដែលយីសាវធ្វើឲ្យពួកគេភ្នាល់នៅសម្ភារៈដ៏កម្រនៅលើការប្រកួតគាត់បានឈ្នះគូប្រកួតដំបូងរបស់គាត់គឺកៅយិងជាយ៉ាងឆាប់រហ័សទន្ទឹមនឹងនេះដែរកៅយីហ្វាន់កំពុងចំណាយពេល73នាទីដើម្បីផ្ដួលថាងដែលជាហេតុផលធ្វើឲ្យប្រធានក្រុមរបស់គាត់រអ៊ូថាគាត់ធ្វើការមិនលឿនគ្រប់គ្រាន់ទេយីសាវសួរយីហ្វាន់ថាហេតុអ្វីបានជាគាត់លេងជា Assassin ដោយណែនាំថាគាត់គួរតែព្យាយាមលេងជា Ghost Blade វិញព្រោះវាសមនឹងទម្រង់លេងរបស់គាត់ជាងក្នុងពេលជាមួយគ្នានោះប្រធានក្រុមវាងនាំថាងទៅក្រៅដើម្បីជជែកគ្នានាងមិនប្រាប់យីសាវពីអ្វីដែលវាងបាននិយាយជាមួយនាងនោះទេហើយឥឡូវនេះគឺ Lord Grim តទល់នឹង Fury Blast ដែលជាតួអង្គរបស់វាងនោះឯងនៅពេលដែលការប្រយុទ្ធកាន់តែខ្លាំងក្លាយីក៏បានបំបែកសសរដែលបង្កើតជារមុងភ្លើងនៅជុំវិញសង្វៀនជាការឆ្លើយតបបាងក៏បានប្រើស្គីតកល្បឿនដៃរបស់ពួកគេបន្តកើនឡើងនៅពេលដែលប៉ះទង្គិចគ្នាមិនឈប់ឈរវាគៀកណាស់គ្មាននរណាម្នាក់អាចទស្សទាយបានថាអ្នកណានឹងឈ្នះទេពលគឺស្មើគ្នាថាងមករកយីមុនពេលចូលគេងហើយឆ្ងល់ថាតើការលេងជាកីឡាករអាជីពបែបណានាងសារភាពថាវាងបានព្យាយាមហៅនាងចូលក្រុមប៉ុន្តែនាងបានបដិសេធ
យីសួរថាតើនាងចូលចិត្តលេងហ្គេម Glory ឬអត់បើសិនជាចូលចិត្តគឺវាដូចគ្នាទាំងអស់មិនថាអាជីពឬក៏អត់អាជីពនៅពេលដែល event នៅម្នាក់ឯងគាត់ក៏បានបង្កើតតួអង្គថ្មីមួយដែលមានឈ្មោះថា One in Us ដែលជាប្រភេទ cosplay ដែលយីបានប្រាប់គាត់នៅថ្ងៃបន្ទាប់យុវជនសក់តុងដៃម្នាក់ក៏បានដើរចូលក្នុងហាងកាហ្វេដោយគិតថាគាត់ជាក្មេងទំនើង Chen ក៏ស្ទើរតែដេញគាត់ចេញទៅហើយគាត់សួរថាតើ Lord Grim នៅឬអត់ដោយណែនាំខ្លួនគាត់ថាជា Steam Ban Invasion មានពាក្យចចាមអារាមដែលរីករាលដាលពេញ server ទី10 Gear កម្រិតទាប Full Moon Gear ឲ្យ Lord Grim តែ4បំណែករបស់ Scarlet Moon ប៉ុណ្ណោះដើម្បីបង្កើតកំណត់ត្រាត្រង់ចិនមេ Gear ទាំងអស់ចាប់ផ្ដើមដេញថ្លៃសម្រាប់សេវាកម្មរបស់ Grim ប៉ុន្តែជីសាបានបដិសេធដោយបំពេញតាមការសន្យារបស់គាត់ក្រុម Full Moon ក៏បានបង្កើតកំណត់ត្រាថ្មីមួយនៅ Desolate Land ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់ Gear ធំៗទាំង3 Blue River បានទៅកាន់ Heavenly Domain ដើម្បីនិយាយជាមួយមេ Gear ឈ្មោះថា Changing Spring បន្ទាប់ពីការជជែកគ្នាពួកគេក៏ទទួលបានកាតគណនីថ្មីសម្រាប់សមាជិកក្នុង Heavenly Domain ដើម្បីបំបែកកំណត់ត្រាបន្ទាប់ពីមួយថ្ងៃនៅក្នុងទីផ្សារសម្ភារៈយីសាវທາງរូនិង Steamបានមកជួបជុំគ្នានៅក្នុង Desolate Lands ពួកគេយល់ថាមាននរណាម្នាក់កំពុងមើលពួកគេ Steam រត់ទៅមុខដើម្បីប្រឈមមុខនឹងពួកគេតែត្រូវបានជួបជាមួយនឹង One in Us Ghost Blade ថ្មីរបស់ឆាវដែលស្វាគមន៍យីសាវយ៉ាងរីករាយភ្លាមៗនោះ player ដែលគ្មាន gear ក៏បានវាយលុកពួកគេខណៈដែល gear ធំៗទាំង3មើលពីខាងក្រៅដោយមិនបានចូលរួមក្នុងការវាយលុកនោះទេក្រុមរបស់យីសាវក៏អាចទប់ទល់ការវាយប្រហាររបស់ពួកគេប៉ុន្តែមិនមានពេលសម្រាប់អបអរនោះទេនៅពេលដែល Blade Master Poplar Beach ចាប់ផ្ដើមការវាយឆ្មក់មួយទៀតដោយមិនជោគជ័យខណៈដែលយីសាវនិង Steam Ban Invasion បានផ្ដួលគាត់យ៉ាងរហ័ស Blue Brook Gear ក៏បានបង្កើតកំណត់ត្រានៅ Desolate Land ដោយប្រើរយៈពេល24នាទី41វិនាទី .36 ជាមួយនឹង Blade Master Poplar Beach នៅក្នុងក្រុមរបស់ពួកគេ Changing Spring ណែនាំខ្លួនគាត់ខណៈពេលដែលយីនិយាយអំពីពេលវេលាកំណត់ត្រារបស់ពួកគេដោយនិយាយថាប្រសិនបើ Blue River នៅទីនោះជំនួសឲ្យ Poplar Beach នោះពេលវេលារបស់ពួកគេនឹងប្រសើរជាងនេះនៅទីស្នាក់ការកណ្ដាលរបស់ Excellent Era ឈិនយូហេបានបដិញ្ញាចិត្តថានឹងផ្ដួលយីសាវបន្ទាប់ពីការបដិសេធរបស់គាត់នៅពេលដែលយីធ្វើជាប្រធានក្រុមយីសាវប្រាប់ឆាវ Event ថាពួកគេអាចផ្ដួលកំណត់ត្រា Desolate Land ជាមួយនឹង cosplay ថ្មីរបស់គាត់នៅក្នុងក្រុមវងសាធាននៅទីស្នាក់ការកណ្ដាលរបស់ Blue Ran ត្រូវបានសួរដោយបរិសម្នាក់ថាគាត់អាចស្វែងរក Yuvensu នៅឯណាដោយលេងជាតួអង្គរបស់ឈិន Chasing Haze យីសាវក៏ទទួលយកការប្រកួតរបស់ Poplar Beach ដោយផ្ដួលគាត់ក្នុងរយៈពេល30វិនាទីសមត្ថភាពប្រយុទ្ធរបស់ Chasing Haze ធ្វើឲ្យ Yuvensu ចាប់អារម្មណ៍ខណៈដែលគាត់មើលការប្រយុទ្ធពីទីស្នាក់ការរបស់ Blue Ran ដោយមិនដឹងថាយីជាអ្នកលេងវានោះទេប្រធានក្រុមក៏បានហៅហងសាវធានដែលកំពុងតែព្រួយបារម្ភថាខ្លាចបែកការវិភាគរបស់ Yuvensu អនុញ្ញាតឲ្យគាត់សន្និដ្ឋានពីអត្តសញ្ញាណពិតរបស់ Floating Tree ហងសាវធាន Headful Sword Lee Hao និង Lord Grim យីឆាវខាងរកឃើញសេចក្តីណែនាំរបស់បូនយ៉ាតដែលរៀបរាប់លម្អិតអំពីយុទ្ធសាស្ត្ររបស់ពួកគេដែលសរសេរដោយនរណាម្នាក់ហៅខ្លួនឯងថា Conceal Light វងសាធានផ្ញើសារទៅយីសាវថាឯងត្រូវគេលាតត្រដាងហើយយីឆ្លើយតបដោយនិយាយថាវាជាការអាម៉ាស់ដែលល្បឿនដៃរបស់ប្រធានក្រុមគឺទាបណាស់សម្រាប់កីឡាករអាជីពហើយគណៈនោះ Yuvensu ក៏បានមកពីក្រោយខ្នងរបស់ហងហើយហងក៏បានប្រជែងយីឲ្យប្រយុទ្ធប្រធានក្រុមលេងជាស្មុកសាដែលជាប្រភេទ Burlock ទោះបីជាមានយុទ្ធសាស្ត្រល្អក៏ដោយក៏គាត់នៅតែចាញ់ល្បឿនដៃរបស់យី Yuvensu ក៏សម្គាល់ឃើញថានៅ level 95អ្នកដែលលេងតួអង្គ Unspecialized នឹងបាត់បង់អត្ថប្រយោជន៍របស់ពួកគេប្រសិនបើបូកឡើងខ្ពស់បន្ថែមទៀតដោយអានការណែនាំរបស់ Conceal Light យីគិតថាគាត់គឺជា noob ក្នុង Game Glory ប៉ុន្តែគាត់អាចបញ្ចូលគ្នានៅយុទ្ធសាស្ត្ររបស់ពួកគេមនុស្សម្នាក់ពាក់ក្រណាត់ចូលក្នុងហាងកាហ្វេសុំប្រើអ៊ីនធឺណិតដោយនោះគឺជា Sumu Chain ពួកគេក៏បានចូលហ្គេមហើយចូលក្រុមរួមគ្នាដើម្បីសងសឹកចំពោះការស្លាប់របស់តួអង្គថាងគឺ Soft Mist ដោយមិនស្គាល់ពួកគេ Steam Ban Cleansing Mist One in Us និង Lord Grim សុទ្ធតែមានគោលដៅតាមពីក្រោយខ្នងពួកគេដោយព្យាយាមរត់គេចនោះ Steam Ban ក៏បានធ្លាក់ចូលទៅក្នុងអណ្ដូងមួយដោយមិននឹកស្មានថាមានអ្នកណាម្នាក់នៅទីនោះឡើយគាត់ភ័យស្លន់ស្លោពេលឮសំឡេងតែដុំឥដ្ឋក៏បានវាយក្បាលគាត់ជន់ចម្លែកនៅបាតអណ្ដូងនោះគឺជា Conceal Light នោះឯងដោយមានការភ្ញាក់ផ្អើលរបស់ Steam Ban Conceal Light បានជួយគាត់ឲ្យរួចខ្លួនពេលចេញពីអណ្ដូង Conceal Light ក៏បានវិភាគអ្នកដេញតាមរបស់ពួកគេដោយបង្កើតយុទ្ធសាស្ត្រដើម្បីគេចពួកគេយ៉ាងមានប្រសិទ្ធភាពអ្នកទាំងពីរក៏បានបែកគ្នាហើយជួបគ្នាវិញបន្ទាប់ពីបោះបង់ចោលផ្លូវរៀងខ្លួនយីសាវផ្ញើសារទៅ Steam Ban ដើម្បីពិនិត្យមើលថាគាត់មិនកើតអី
ដោយចង់ដឹងអំពីមិត្តថ្មីរបស់គាត់ក៏បានប្រាប់ឲ្យគេជួបគ្នានៅ Kongji Forest ភាគច្រើននៃអ្នកដេញតាមរបស់ពួកគេគឺលើសពី level 33ដែលមិនទំនងថាពួកគេទាំងអស់មកពី gear តែមួយនោះទេវាមានន័យថា gear ជាច្រើនបានបញ្ចូលគ្នាដើម្បីដេញតាមប្រមាញ់ Ji Sao និងក្រុមរបស់គាត់វងសាវធានញ៉ាសារដដែលទៅ Ji Sao សូមប្រកួតទៅវិញ Ji Sao ប្រាប់ឲ្យគាត់នឹងមក Kongji Forest វិញហើយជួយវាយឲ្យពួកដេញតាមពួកគេនេះសិនមកហ្វូងមនុស្សមួយចំនួនក៏បានចេញមកដើម្បីតាមសម្លាប់ Floating Tree រហូតដល់ពួកគេសម្គាល់ឃើញថាគាត់មាន level ត្រឹមតែ27ប៉ុណ្ណោះហើយវាគ្មានចំណុចណាក្នុងការចាស់ជាយពេលវេលាក្នុងការប្រយុទ្ធជាមួយនឹងគាត់នោះទេនេះក៏បានធ្វើឲ្យរងខឹងហើយគាត់ដេញតាមពួកគេដោយសម្លាប់តួអង្គពី3នាក់ហើយលួចយកដាវ level ពណ៌ទឹកក្រូចមួយវងព្យាយាមប្រយុទ្ធជាមួយយីប៉ុន្តែគាត់ក៏បានអស់ម៉ាណាគណៈដែលហ្វូងមនុស្សក៏បានមកដល់ដោយប្រយុទ្ធនឹងពួកគេអ្នកទាំងពីរក៏បានអស់ម៉ាណាហើយសម្លឹងរកការរត់គេចមានផ្លូវមួយប៉ុន្តែពួកគេក៏ត្រូវបានឡោមព័ទ្ធហើយមិនអាចសម្រុកចេញបានឡើយវងមនុស្សចាប់ផ្ដើមច្រើនឡើងរហូតដល់ជំនួយក៏បានមកដល់ម៉ូឆេងថាងឆាវស្ទីមបាននិងខនសៀលឡៃបានបង្ហាញខ្លួនយីក៏ចាប់ផ្ដើមបញ្ជាក្រុមរបស់គាត់រហូតដល់អតិថិជនចាប់ផ្ដើមបញ្ជាទិញនៅក្នុងហាងកាហ្វេក្រុមនេះក៏បានយកឈ្នះនិងទប់ទល់នឹងការរួបរวมគ្នារបស់ Gil យីសាវមានទំនុកចិត្តថាការខិតខំប្រឹងប្រែងរបស់ Gil ដទៃដើម្បីបញ្ឈប់គាត់និងក្រុមរបស់គាត់ពីការឡើង level គឺគ្មានប្រយោជន៍ទេហងក៏បានហៅយីឲ្យប្រកួតម្ដងទៀតហើយបន្ទាប់ពីការបដិសេធមួយទៀតក៏សង្កេតឃើញថាយីសាវបាននឹងកំពុងប្រមូលផ្ដុំក្រុមដ៏ល្អឥតខ្ចោះសម្រាប់ការប្រកួត Glory's Professional Lion ដែលជាគំនិតដែលបានកើតឡើងចំពោះយីរហូតមកដល់ពេលនេះ The Wild Boar of Lion Canyon លេចឡើងហើយស៊ីបានក៏បានណែនាំពួកគេថាឲ្យទៅលួចបោះនោះពី Tyrannical Ambition ទៅ Megiel Tyrannical Ambition ជាងយូត្រូវបានគេបញ្ចូលឲ្យទៅទីស្នាក់ការកណ្ដាលរបស់ក្លឹប Tyranny ដើម្បីវិគ្រោះជាមួយអ្នកជំនាញពីអ្វីដែលត្រូវធ្វើអំពីស្ថានភាពរបស់ Lord Grim នៅថ្ងៃបន្ទាប់ជាងក៏បានទៅកាន់អាហារដ្ឋានដើម្បីស្វែងរកអនុប្រធានក្រុម Tyranny គឺចាងជីនជាដើម្បីសុំជំនួយរបស់គាត់បន្ទាប់ពីចាងបានបញ្ចប់អាហារថ្ងៃត្រង់របស់គាត់ជាងក៏បានប្រកល់ flash drive មួយដែលមានវីដេអូរបស់ Grim និងក្រុមរបស់គាត់ដែលកំពុងធ្វើសកម្មភាព Han Benching ក៏បានមើលវីដេអូជាមួយអនុប្រធានក្រុមរបស់គាត់ដែលផ្ដល់ការវិភាគរបស់គាត់គឺថា Lord Grim ទំនងជាយីឆាវដោយការផលិតកាតគណនេយ្យសម្រាប់ server ទី10ចាងបានណែនាំក្រុមរបស់គាត់ឲ្យធ្វើការស៊ើបអង្កេតនៅក្នុងហ្គេមយីឆាវក៏បានឃើញអាវុធមួយហោះមករកគាត់ដោយគ្មានអ្នកជួយគាត់ក៏ត្រូវប្រឈមមុខនឹងអ្នកវាយប្រហារនោះគឺ Cold Knight និង Crowd Lover តែម្នាក់ឯងដើម្បីធ្វើឲ្យរឿងកាន់តែអាក្រក់នោះចាងស៊ីនជាអ្នកជំនាញខាងយុទ្ធសាស្ត្រគឺកំពុងតែធ្វើការបញ្ជាពួកគេមានបញ្ជាក្នុងការផ្ដួល Lord Grim តួអង្គ Unspecialized របស់យីសាវគឺមិនអាចទាយទុកមុនបានទេដោយមិនបញ្ចូលសមត្ថភាពរបស់យីសាវប៉ុន្តែសំណាងគឺនៅខាងពួកគេ Han Benching បានបង្ហាញខ្លួនដើម្បីប្រយុទ្ធនឹងយីសាវវាជាការប្រយុទ្ធដើម្បីបញ្ជាក់ពីការសង្ស័យរបស់ Han Benching ប៉ុណ្ណោះថា Lord Grim គឺជាយីឆាវមែនឬអត់ Han ខឹងខ្លាំងណាស់ហើយចាប់ផ្ដើមសួរយីជាមួយនឹងសំណួរហេតុអ្វីបានជាឯងចូលនិវត្តន៍តើឯងភ្លេចមតិដែលយើងចែករំលែកគ្នាហើយមែនទេចឹងយើងត្រឡប់ទៅកាលពី9ឆ្នាំមុនការប្រយុទ្ធមួយក៏បានកើតឡើងនៅ Kongji player កំពូលទាំងពីរដែលជាគូប្រជែងគ្នានៅក្នុង game Glory ប្រឈមមុខនឹងគ្នាគឺម្នាក់ One Atom League និងម្នាក់ទៀត Desert Dash ដោយការមិនចាញ់និងល្បីឈ្មោះមួយរយៈពេលខ្លីបន្ទាប់មកពួកគេក៏បានចុះហាត់លេខាជាមួយក្រុមអាជីពផ្សេងគ្នាហើយវាគឺជាវគ្គផ្ដាច់ព្រាត់ហើយនឹងយីត្រូវប្រឈមមុខនឹងការប្រកួតពានរង្វាន់លើកដំបូងមិនធ្លាប់មានរបស់ Game Glory គឺមានឈ្មោះថា Glory Professional League Excellent Era បានឈ្នះយីសាវបានផ្ដួល Han Benching ដែលដឹកនាំក្រុមរបស់គាត់ទៅកាន់កំពូលនៃ Glory Professional Lion 79ឆ្នាំក្រោយមកអ្នកទាំងពីរក៏ត្រូវប្រឈមមុខគ្នាម្ដងទៀតប៉ុន្តែលើកនេះគ្មាននរណាឈ្នះនោះទេការប្រកួតក៏បានបញ្ចប់បន្ទាប់ពីយីសាវសន្យាថានឹងវិលត្រឡប់មកកាន់កម្រិតអាជីពវិញត្រឡប់មកហាងកាហ្វេវិញចិនគូក៏បានហុចថង់មួយទៅឲ្យយីសាវដែលនោះគឺជាឯកសណ្ឋានថ្មីរបស់ Team Happy យីសាវបានពាក់ឯកសណ្ឋានថ្មីរបស់ Team Happy ហើយនឹងត្រៀមខ្លួនដើម្បីត្រឡប់ទៅជាកីឡាករអាជីពនៅក្នុង Game Glory វិញ